ប្រហែលសេនតាមក្នុងខ្សែប្រាក់ដែលបងបានប្រើណាបាទអញ្ចឹងបងប្រុសប្រើប្រាស់ទៅលើសេវារបស់ AC Data នេះយូរហើយនៅបងបាទនៅប្រើយូរបាទបងបាទអញ្ចឹងបងប្រើយូរហើយបងនឹងមានឱកាសទទួលបានទឹកប្រាក់ត្រឡប់មកវិញគ្រប់បានច្រើនតាមនឹងដែរណាបងប្រុសបាទអញ្ចឹងមុននឹងបងទទួលបានទឹកប្រាក់ commission នេះបងសូមអនុញ្ញាតឲ្យបងចូលទៅកាន់ app AC Data ដែលមាននៅលើទូរស័ព្ទដៃរបស់បងណាបាទបាច់បិទពីរូបបងនេះបងនឹងជម្រាបជូនបងមួយឲ្យបងទទួលបានណាតាំងពីបងប្រើប្រាស់បាទបងបាទអញ្ចឹងបងប្រុសតាំងពីបងប្រើប្រាស់ app ពីលើកដំបូងរហូតមកដល់ឥឡូវនេះបងនៅមិនដែលជួបផលវិបាកដូចជាបងផ្ទេរប្រាក់ទៅមានការបាត់បង់ឬក៏បង scan QR code ទៅមានភាពរអាក់រអួលឬ slow ដែរទេបងបាទវាមានពេលខ្លះ slow ដែរបើមិនសូវជាជួបបញ្ហាអីហ្មងទេបាទបងបាទអញ្ចឹងឥឡូវនេះខាងធនាគារកំពុងតែកែតម្រូវរកចំណុចខ្វះខាតទៅខាងធនាគារបាទចំណាប់ហ្នឹងអញ្ចឹងបងប្រុសរាល់ថ្ងៃនេះបងប្រើប្រាស់ទៅលើសេវារបស់ AC Data នេះយូរហើយនៅបងបាទយូរហើយបាទតាំងពីរាប់ឆ្នាំហើយបាទតាំងពីមន្ត្រីរាជការផ្ទេរចូលកងនឹងមកយើងប្រើប្រាស់រហូតបាទបងបាទអញ្ចឹងបងប្រុសប្រើកាន់តែយូរបងប្រុសនឹងទទួលបានត្រឡប់មកវិញក៏កាន់តែច្រើនតាមនឹងដែរណាបងប្រុសបាទអញ្ចឹងបងប្រុសមុននឹងបងទទួលបានទឹកប្រាក់ commission នេះសូមបងចូលទៅកាន់ app AC Data ដែលមាននៅលើទូរស័ព្ទដៃរបស់បងនោះដើម្បីទាញទាត់ជាមួយនឹងក្រុមការងារនៅពេលដែលក្រុមការងារគាត់បញ្ចូលជាប្រាក់រៀលឬដុល្លារចូលទៅវាមានការកើនឡើងកុំឲ្យមានការភ័ន្តច្រឡំណាបងប្រុសបាទចាហ្នឹងមិនដែរបងចូលកាន់ app AC Data ចាហ្នឹងគេគិតយ៉ាងម៉េចឯដែរបាទបងបាទឥឡូវនេះខាងបុគ្គលិកកំពុងតែបូកសរុបជូនដល់បងតាំងពីបងប្រើប្រាស់ app ពីលើកដំបូងរហូតមកដល់ឥឡូវបាទប្រហែលខាងធនាគារនឹងផ្ដល់ជាសារជាលេខកូដមាស6ខ្ទង់ជូនដល់បងតែមុនបងទទួលបានសូមបងចូលទៅកាន់ app AC Data ដើម្បីបងប្រាប់បងមួយឲ្យបងទទួលបានណាអញ្ចឹងហ៎បាទបងបាទតែមួយនាទីទៅបងប្រុសនឹងទទួលបានណាខាងពេលបងបន្តិចណាបងប្រុសបាទបងបាទទូរស័ព្ទហ្នឹងខ្ញុំកំពុងទៅចែកដែរហ្នឹងបាទអត់អីទេបងបើក speaker ចេញមកខាងក្រៅលឺមកងាយស្រួលបងស្ដាប់នឹងទទួលបានណាបាទបងចូលទៅក្នុងទូរស័ព្ទបងបាទជំរាបលាអូនអើយ